ថ្ងៃនេះគឺខ្ញុំមានព័ត៌មានពីរព័ត៌មានទី1គឺសហរដ្ឋអាមេរិកពាក់ព័ន្ធទៅនឹងភាពអត់ការងារធ្វើនៅសហរដ្ឋអាមេរិកហ្នឹងគឺមានការធ្លាក់ចុះជាខ្លាំងព័ត៌មានទី2គឺអឺរ៉ុបបានទម្លាក់អត្រាការប្រាក់ច្រើនដែរអញ្ចឹងយើងមកមើលព័ត៌មានទី1ព័ត៌មានទី1គឺដែលចេញនៅម៉ោង8កន្លះយប់ហ្នឹងម៉ោង8កន្លះនៅថ្ងៃទី6ខែ2ឆ្នាំថ្ងៃទី6ខែ3ឆ្នាំ2025ហ្នឹងហើយគេដាក់ថា unemployment claim ចឹងមានន័យថាអ្នកដែលអត់មានការងារធ្វើនៅសហរដ្ឋអាមេរិកហ្នឹងពីខែមុនគឺមាន242k ហើយអ្នកជំនាញដែលគេវិភាគមកថានៅក្នុងខែនេះអ្នកដែលអត់មានការងារធ្វើហ្នឹងអាចមកដល់អាចធ្លាក់ត្រឹមតែ234k ទេប៉ុន្តែអ្វីដែលទិន្នន័យចេញនៅម៉ោង8កន្លះថ្ងៃទី6ខែ3ឆ្នាំ2025ហ្នឹងអ្នកដែលអត់មានការងារធ្វើនៅសហរដ្ឋអាមេរិកគឺចុះមកដល់221k ចឹងគឺចុះមកច្រើននេះគឺពាក់ព័ត៌មានទី1ព័ត៌មានទី1ហ្នឹងគឺអ្នកដែលអត់មានការងារធ្វើចុះមកដល់221k ណា221k ដែលទិន្នន័យនេះគឺចេញពីសហរដ្ឋអាមេរិកតែម្ដងហើយបើសិនជាបងប្អូនអ្នកជួយដូរលើមាសទាំងមាសនៅខាងក្រៅទាំងមាសនៅខាងក្នុងគឺយើងត្រូវតែមានការប្រយ័ត្នប្រយែងអញ្ចឹងប្រយ័ត្នប្រយែងយ៉ាងម៉េចបើសិនជាអ្នកដែលអត់មានការងារធ្វើមានការធ្លាក់ចុះអញ្ចឹងយើងទៅមើលទៅជាដុល្លារថាដុល្លារហ្នឹងល្អឬក៏យ៉ាងណាអញ្ចឹងបើយើងគិតទៅជាដុល្លារគឺដុល្លារល្អបើសិនជាដុល្លារល្អមាសគឺចាប់ផ្ដើមធ្លាក់ចុះអញ្ចឹងបើដុល្លារធ្លាក់ចុះគឺមាសចាប់ផ្ដើមកើនឡើងអញ្ចឹងយើងចាំមើលទស្សនវិជ្ជាជាក់ស្ដែងថាតើបញ្ហានេះទៅជាយ៉ាងណាណាហើយព័ត៌មានមួយទៀតគឺព័ត៌មានពាក់ព័ន្ធទៅនឹងយន្តហោះចម្បាំងនៅកូរ៉េខាងត្បូងច្រឡំទម្លាក់គ្រាប់ធ្វើឲ្យរបួសជនស៊ីវិលជាច្រើនអ្នកគឺច្រើនមែនទែនអញ្ចឹងអាហ្នឹងគឺព័ត៌មានទី1វាពាក់ព័ន្ធទៅរឿងមានបញ្ហាហ្នឹងខ្ញុំនឹងជូននៅព័ត៌មានមួយទៀតពាក់ព័ន្ធទៅនឹងអឺរ៉ុបទម្លាក់អត្រាការប្រាក់អញ្ចឹងគឺទម្លាក់អត្រាការប្រាក់យ៉ាងណាយើងមកមើលធនាគារកណ្ដាលអឺរ៉ុបកាត់បន្ថយអត្រាការប្រាក់ 0.25% ដោយការព្យាករណ៍របស់អ្នកសេដ្ឋកិច្ចអញ្ចឹងបើតាមមើលទៅគឺលុយដុល្លារគឺមានការធ្លាក់ចុះប៉ុន្តែទិន្នន័យដែលចេញមកនៅសហរដ្ឋអាមេរិកហ្នឹងគឺល្អប៉ុន្តែបើនៅអឺរ៉ុបដុល្លារហ្នឹងគឺចាប់ផ្ដើមធ្លាក់ចុះជាបន្តបន្ទាប់ហើយអញ្ចឹងគឺខ្ញុំមានព័ត៌មានពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចប៉ុណ្ណឹងគឺទី1យើងមើលអំពីទិន្នន័យសហរដ្ឋអាមេរិកដែលនិយាយអំពីគឺ unemployment claim គឺគេនិយាយអំពីភាពអត់មានការងារធ្វើនៅសហរដ្ឋអាមេរិកហ្នឹងធ្លាក់ចុះមកដល់221k កាលពីមុនគឺ233k 34k ឥឡូវចុះមកដល់221k អ្នកដែលអត់មានការងារធ្វើបងប្អូនដឹងហើយថានៅសហរដ្ឋអាមេរិកនេះបន្ទាប់ពី Elon Musk បានកាន់ការងារនៅក្នុងក្រសួងមួយហើយ Elon Musk ហ្នឹងគឺបានប្រាប់ដល់លោក Donald Trump ឲ្យបញ្ចប់កិច្ចសន្យាឬក៏លុបបំបាត់ចោលទៅលើ USAID អញ្ចឹងធ្វើឲ្យបុគ្គលិកដែលធ្វើការនៅក្នុង USAID ហ្នឹង
គឺបាត់បង់ការងារគឺច្រើនច្រើនតែមែនទែនតែម្ដងចឹងគឺចាប់ផ្ដើមធ្លាក់ជាបន្តបន្ទាប់ហើយសហរដ្ឋអាមេរិកគឺអ្នកដែលមានការងារធ្វើគឺចាប់ផ្ដើមវាហានិភ័យខ្លាំងណាហានិភ័យខ្លាំងព័ត៌មានទី2ពាក់ព័ន្ធទៅនឹងអឺរ៉ុបបានទម្លាក់អត្រាការប្រាក់រហូតទៅដល់ 0.25% ចឹងគឺសេដ្ឋកិច្ចនៅអឺរ៉ុបនោះគឺចាប់ផ្ដើមធ្លាក់ចុះប៉ុន្តែនេះគឺមិនជាព័ត៌មាននៅសហរដ្ឋអាមេរិកទេគឺនៅអឺរ៉ុបឯណោះទេអញ្ចឹងគឺខ្ញុំមានប៉ុណ្ណឹងសម្រាប់ជូនទៅដល់បងប្អូន